ô ơi tạ đồn ơi cùng chào chiều mai trong lâu taជំរាបសួរអ៊ំពូមីងទាំងអស់គ្នាឃើញថាទឹកក្បាលវីដេអូក៏ដឹងដែរថាយើងថ្ងៃនេះគឺកោះតឡងណាអ៊ំពូមីងតែមុនទៅកោះតឡងបងប្អូនអើយនេះនិយាយថាចេញមកប៉ាំងពីក្បាលពីព្រឹកព្រលឹមដែរបងប្អូនមិនតែមើលចាស់ក៏យន់ខូចកណ្ដាលថ្នាលបងប្អូនអើយនឹងចង់ភូមិខ្លួនឯងនេះបងប្អូនអត់ទាន់បានហូបពីភូមិទេបងប្អូននៅចង់ភូមិនិយាយពីថាជីវិតកសិករមួយមានស្រួលទេបងប្អូនធ្វើស្រូវឲ្យមិនបានសូវបានផលឲ្យលក់កថោកឲ្យទៅដឹកទៅជូនក៏ពិបាកទៀតបងប្អូនច្រូតក៏ពិបាកទៀតហើយពេលនេះមកចូលធ្លាក់មកដល់តឡងណាបងប្អូនតរឹមដល់តោមស្រែតោមតឡងមួយបងប្អូននិយាយថាថប់ទាំងហើមផុតទៅផ្លូវហើយបងប្អូននេះនិយាយថាតឡងខ្ញុំមកចិត្តស្ទូបងប្អូនមិនសូវមានដើមកំសោលអីទេយករបស់ក៏យកពី3ដងពី3សាហើយនៅតែមិនឈ្នះទៀតបងប្អូនបើថាស្មៅនឹងគេមិនដាំសោះមិនក៏ដោះលើតឡងនេះគេដាំណាបងប្អូននេះជាមុននឹងយើងកោះតឡងក៏យើងត្រូវកាប់ដើមសិនណាបងប្អូនខ្ញុំកាប់ដើមប្រហែលជា30អាអីបងប្អូនគ្រាន់ថាកោះយកមើមវាយកទៅលក់ណាបងប្អូនព្រោះខ្ញុំចាំបាច់ត្រូវការលុយទៅបីតឡងថោកខ្ញុំថាត្រូវកោះវាយកទៅលក់ដែរបងប្អូននេះមើមគេក៏គួរសមដែរបងប្អូនដែរយើងលក់ឲ្យឈ្មួញកណ្ដាលអញ្ចឹងយើងលើកបោះដាក់កាបអញ្ចឹងឯងបងប្អូនធ្វើយ៉ាងណាទៅជ្រះដីទេបើតឡងមិនចាំបាច់ជ្រះមិនចាំបាច់សម្អាតទេបើថាលក់ឲ្យសហគមន៍ត្រូវតែសម្អាតណាបងប្អូនហើយវាបានថ្លៃទៀតតឡងខ្ញុំប្រហែល2ហាត់តែប៉ុន្តែខ្ញុំទុកលក់ឲ្យសហគមន៍នេះហើយខ្ញុំលក់ត្រូវការលុយប្រញាប់ទេខ្ញុំលក់នេះកោះប្រហែល30អាបងប្អូន30អាហ្នឹងក៏បាន3កយ័នបងប្អូននេះមួយកយ័នបាន200000 27 26ហើយកយ័នមួយទៀត31បងប្អូននេះ3កយ័នហ្នឹងបាន80000បងប្អូននៅមួយកយ័នចុងក្រោយថ្ងៃទី2បានមកបង្ហើយបងប្អូនដោយសារខ្ញុំបានតែកយ័ន3ទេពេលមុននឹងបានកយ័នមកបង្ហើយគ្នាបងប្អូននិយាយថាដើរតាមផ្លូវនឹងថប់ទាំងហើមផុតទៅផ្លូវនិយាយថាថប់មិនអស់មិនហើយបងប្អូនកយ័នខូចកណាលថ្នាលពុតមែនបងប្អូនកណាលថ្នាលហើយកណាលវាស្រែណាបងប្អូននេះយើងក៏រៀបរួចអស់ហើយក៏ចាប់ដើមកយ័នហ្នឹងយើងទម្លាក់ទុកចោលទេបងប្អូនដែលខូចនឹងក៏យកទេឲ្យបងប្អូនយកកយ័នមួយទៀតយកមកសណ្ដោងយកមកតឡងយកមកលក់សិនណាបងប្អូនបើមិនចឹងទេខូចតឡងអស់យើងយកតឡងមកលក់ឲ្យរួចសិនចាំយើងបានលុយយើងទិញគ្រឿងបន្លាស់ទៅរៀបវាកណាលព្រៃនេះបងប្អូនកយ័នទុកកណាល10នេះនិយាយថាតាមផ្លូវព្រៃព្រឹក្សាបងប្អូនអើយដើរគាត់ឃើញទេសភាពតាមដងផ្លូវក៏សប្បាយចិត្តរំភើបណាស់បងប្អូនក៏លើកកាមេរ៉ាថតដើម្បីជែកជូនបងប្អូនទស្សនានេះក៏យើងដល់កន្លែងជីងលក់ឲ្យបងប្អូននិយាយថាមនុស្សម្នាក៏ច្រើនកោះកដែរណា1គីឡូ210បងប្អូនខាងខ្ញុំណា